អូខេឥឡូវខ្ញុំបង្ហាញពីផ្ទៃឯកសារអាហ្នឹងវាមានរបៀបជារូបភាពវីដេអូអីហ្នឹងពី iPhone ទៅទូរស័ព្ទ Android អឺចំពោះការផ្ទេរហ្នឹងទីមួយយើងអាចធ្វើការប្រើកុំព្យូទ័រឬក៏មួយទៀតយើងអាចផ្ញើទៅតាម Telegram ឬ Messenger អីផ្សេងៗអញ្ចឹងចំពោះការ copy ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀតតាមរយៈកុំព្យូទ័រគឺចំណាយពេលយូរហើយមួយទៀតយើងអាចធ្វើតាមផ្ញើពី Telegram មួយហើយបើកក្នុង Telegram មួយទៀតទៅដើម្បី save ទៅអាហ្នឹងវារឿងលឿនអាហ្នឹងករណីអ៊ីនធឺណិតយើងវាលឿនដែរអញ្ចឹងណាប៉ុន្តែចំណុចមួយគឺគុណភាពវីដេអូហើយនឹងរូបភាពរបស់យើងត្រូវបានកាត់បន្ថយបានន័យថាវាមិនច្បាស់100%ដូចតែយើងមើលក្នុងទូរស័ព្ទដើមទេចំពោះរហូតខ្ញុំប្រើតាមកម្មវិធីមួយដែលវា free ហើយលឿនទៀតហើយក៏វាត្រូវការអ៊ីនធឺណិតដែរយើងអាច download ពី App Store ឬក៏ Play Store បានដូចគ្នាកម្មវិធីហ្នឹងឈ្មោះនេះSend Anywhere គឺងាយស្រួលមែនទែនវាសឹងដូច iPhone ផ្ញើទៅ iPhone ដែលប្រើ AirDrop អានេះអាចងាយស្រួលជាង AirDrop ទៀតព្រោះចំពោះ AirDrop ពេលខ្លះ send file ច្រើនឬក៏វីដេអូច្រើនរូបភាពច្រើនអីពេលខ្លះវាអាចដាច់ដល់ពេលវាដាច់ចឹងទៅយើងអាចពិបាកក្នុងការ select ម្ដងទៀតចំណែកយ៉ាងនេះគឺបើខ្ញុំតេស្តទៅគឺងាយស្រួលជាងអានេះខ្ញុំផ្ញើពី iPhone ទៅកាន់ទូរស័ព្ទមួយទៀតដែលជាប្រភេទ Android ឯងគឺយើងគ្រាន់តែ select រូបមួយណាដែលយើងគាត់តែចង់ផ្ញើទៅ select ទៅឥឡូវនេះខ្ញុំផ្ញើរូបមួយនេះទៅកាន់ទូរស័ព្ទមួយទៀតដែលវាជា Android យើងអាច select រូបច្រើនក្នុងពេលតែមួយនេះខ្ញុំselect ពីរូបនេះសិនតើមកគាត់ឲ្យចុច send ទៅហើយរងចាំពីបន្តិចបន្ទាប់ពីយើងរងចាំ apply មកវានឹងចេញ QR code បែបនេះឯងហើយចំពោះទូរស័ព្ទមួយទៀតយើងចុចឡើង receive ហ្នឹងតើមកយើងចុចឡើង QR code នេះរូប QR code ហ្នឹងដើម្បីវាបើកកាមេរ៉ា scan QR code ពីទូរស័ព្ទមួយទៀតយើងដាក់វា scan ធម្មតាយើង scan កុងធនាគារអញ្ចឹងតែប៉ុណ្ណឹងវាចាប់ផ្ដើមផ្ញើរូបពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀតគឺល្បឿនវាលឿនមែនទែនហើយគុណភាពនៃរូបហ្នឹងគឺច្បាស់ដូចដើមដោយសារតែកម្មវិធីនេះជាប្រភេទកម្មវិធី free អញ្ចឹងពេលដែលយើងផ្ញើចប់គឺវាតែងតែចេញពាណិជ្ជកម្មមកបន្តិចតែហ្នឹងមិនអីទេយើងគ្រាន់តែបិទវាទៅគឺវាលេចអីហើយអានេះតម្រូវការវាគឺត្រូវការយើងភ្ជាប់ Wi-Fi ជាមួយគ្នាទើបវាអាចផ្ញើ file មកបានណាចំពោះករណីតែយើងអត់មាន Wi-Fi ទេយើងអាចប្រើ share hotspot ដោយទូរស័ព្ទយើងមួយបើ hotspot ហើយមួយទៀត connect hotspot ហ្នឹងទៅអាហ្នឹងយើងអាចshare រូបពីមួយទៅមួយបានដូចគ្នាដែរហើយចំពោះកម្មវិធីនេះគឺខ្ញុំប្រើកន្លងមកគឺងាយស្រួលមែនតើវាកម្រមានភាពរអាក់រអួលណា